នេះជាទេសភាពថ្ងៃរះនៅលើកំពូលភ្នំក្នុងផ្សារនាម៉ោង 6 ព្រឹកនេះរដូវរំហើយនេះអ្វីត្បិតថានៅលើកំពូលភ្នំក្នុងផ្សារស្ងាត់ភ្ញៀវទេសចរក៏ពិតមែនប៉ុន្តែអាកាសធាតុនិងទេសភាពគឺនៅតែស្រស់ស្អាតសម្រាប់ខ្ញុំគឺស្រឡាញ់បរិយាកាសបែបនេះគឺស្ងប់ស្ងាត់មិនសូវមានមនុស្សច្រើនខ្យល់បរិយាកាសត្រជាក់បរិសុទ្ធខ្ញុំគិតថាវាល្អនិងស័ក្តិសមខ្លាំងណាស់សម្រាប់អ្នកត្រូវការភាពស្ងប់ស្ងាត់និងទទួលបាននូវអារម្មណ៍ស្រស់ស្រាយជាមួយនឹងបរិយាកាសដ៏បរិសុទ្ធបែបនេះអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងទៅទស្សនាវីដេអូពេញទាំងអស់គ្នាហើយក៏សូមចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាកុំចិត្តអាក្រក់ជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងព្រោះវាជាកម្លាំងចិត្តដែលអាចឲ្យខ្ញុំខំធ្វើវីដេអូបន្តទៀតនិងស្វែងរកកន្លែងស្អាតៗបង្ហាញទស្សនីយភាពដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងជាដំបូងយើងមកដល់កន្លែងប្រធានសហគមន៍នេះយើងត្រូវចុះឈ្មោះសិនអ្នកគ្នាយល់ល្អគឺខ្ញុំព្យាយាមចុះឈ្មោះសិនទៅកុំរំលងសហគមន៍អីដោយសារនេះក៏ជាការលើកជួយទៅដល់សហគមន៍ផងដែរមិនចំណាយច្រើនទេអស់ត្រឹមតែម្នាក់$1ទេហើយក៏មានសុវត្ថិភាពដល់យើងផងដែរយើងនឹងទទួលបានការថែទាំពីពួកគាត់ផងឧទាហរណ៍យើងមានបញ្ហាបាត់ខ្លួនបាត់អីនៅលើនោះគឺពួកគាត់នឹងជាយាមតាក់ទងនឹងមានគ្នាដើម្បីស្វែងដោះស្រាយបញ្ហានេះជាការធ្វើដំណើររបស់យើងជាក់ស្ដែងសម្រាប់ខ្ញុំគឺជាបទពិសោធន៍លើកដំបូងទេកម្រងមកគឺខ្ញុំថាយកម៉ូតូមកជិះទេជិះឡើងមកប៉ុន្តែជាក់ស្ដែងគឺផ្លូវលំបាកបងខាងសហគមន៍គឺគាត់មិនណែនាំឲ្យយើងឡើងម៉ូតូទៅទេដោយសារម៉ូតូខ្ញុំគឺម៉ូតូអូតូអញ្ចឹងក៏ពិបាកឡើងបើសិនជាពូចកាសលេខអាសង្ឃអីគឺយើងអាចឡើងទៅបានគាត់អនុញ្ញាតឲ្យទៅអញ្ចឹងណាមកជើងនេះគឺតែម្នាក់ឯងទេ solo trip ទៀតហើយអ្នកគ្នាប៉ុន្តែក៏ជួបបងប្អូនខ្លះដែរដែលគាត់ឡើងទៅបោះតង់ដែរហើយអញ្ចឹងនៅលើកំពូលភ្នំថ្ងៃនេះគឺនៅពេលដែលសម្រាប់ពេលយប់គឺមានតែ4នាក់ឲ្យគាត់4នាក់ទេសម្រាប់ខ្ញុំឡើងមួយជើងនេះគឺល្វើយនឹងលហិតហើយមែនទែនចង់រករ៉ាក់ដែរដោយសារអីវ៉ាន់ច្រើនពេកអ្នកគ្នាពេលខ្លះយើងត្រូវផ្ញើគេបានប៉ុន្តែយើងអត់បានចាប់អារម្មណ៍ចំណុចហ្នឹងទេយើងគិតថាវាមិនអីតែមានណាចង់ធ្លាក់អណ្ដាតឥឡូវយើងបានមកដល់ដើមឈើនេះមួយហើយអ្នកគ្នានេះជាមិនទាន់ដល់តង់ទី1ទេប៉ុន្តែដើមឈើមួយនេះគឺគ្រប់គ្នាមកគឺមិនងាយរំលងទេដឹងតែថតហើយដោយសារវាស្អាតមែនតើស្អាតខ្លាំងមែនតើហើយធំមិនដឹងនិយាយថាម៉េចទេហ្មងធំមែនតើបណ្ដោយគ្រាន់តែរឹសវាមួយហ្នឹងធំជាងខ្លួនយើងទៅទៀតមើលណាមិនដឹងថាដើមអីទេខ្ញុំអត់ស្គាល់ដែរហើយជាមានបងណាស្គាល់ជួយខមមិនផងគេហៅដើមអីអាហ្នឹងនេះហើយគឺធំខ្លាំងមែនតើតែម្ដងបើនិយាយពីកម្ពស់វិញចូលរាប់រយម៉ែត្រអីយ៉ាងប្រហែលមើលធំយ៉ាងហ្នឹងមើលតែខ្លួនខ្ញុំទៅដឹងហើយគ្រាន់តែរឹសវាហ្នឹងធំជាងយើងទៅទៀតបើថាអោបវិញចូល10នាក់ជាងហើយយ៉ាងបានជុំចាឥឡូវយើងបន្តដំណើរទៅមុខទៀតកុំថតយូរពេកដោយសារឡើងលើកនេះគឺចំណាយពេលយូរមែនតែម្ដងដោយសារពិបាកតែរឿងអីវ៉ាន់របស់យើងនឹងធ្ងន់មែនតើចង់អស់ខ្យល់ម្ដងដែរអ្នកគ្នាប៉ុន្តែដោយសារខែនេះគឺវាមិនសូវក្តៅទេវាមានខ្យល់ត្រជាក់ហើយនៅក្រោមដើមឈើទៀតគឺយើងអាចបន្តដំណើរនឹងដកដង្ហើមបានគូសមបើថាក្តៅទៀតខ្ញុំដឹងតែដេកព្រៃហើយយ៉ាងមកទៅមិនរួចតែម្ដងហើយនេះជាស្ថានភាពផ្លូវហើយបញ្ជាក់ផងដែរអ្នកគ្នាផ្លូវនេះជាផ្លូវថ្មីគឺទើបតែរៀបចំឲ្យយើងដើរបណ្ដោះអាសន្នសិនដោយសារផ្លូវចាស់គឺគេមានគម្រោងនឹងធ្វើឈូសឆាយធ្វើជាផ្លូវបេតុងតែឥឡូវនេះវាគ្រាន់តែជាគម្រោងឡើយទេទើបតែឈូសឆាយហើយប៉ុន្តែមិនទាន់ដេញគម្រោងបានខាងប្រធានសហគមន៍គាត់ថាកំពុងដេញគម្រោងឲ្យក្រុមហ៊ុនដើម្បីសាងសង់ផ្លូវប្រហែលជាមួយឆ្នាំអីទៀតអាចបានប្រើអ្នកគ្នាឥឡូវនេះយើងមកដល់តង់ទី1ហើយសម្រាប់សិនផឹកទឹកផឹកអីសិនចាំគិតទៀតអញ្ចឹងអានេះទៅដល់តង់ទី1ទេខ្ញុំដើរចង់កន្លះម៉ោងជាងហើយសម្រាប់គេអ្នកដើរលឿនគឺគេចំណាយពេលជិត3ម៉ោងឬក៏2ម៉ោងជាងសម្រាប់គេអ្នកស្ទាត់ណាបើខ្ញុំនេះគឺ4ម៉ោងអ្នកគ្នា4ម៉ោងគឺយូរខ្លាំងមែនតើដល់ទៅពេលយូរទៅ10ម៉ែត្រ20ម៉ែត្រអង្គុយ10-20ម៉ែត្រអង្គុយ
សឹងទៅលេងចង់រួចមានអ្នកខ្លះក៏គាត់ដើរតាមផ្លូវថ្មីដែរផ្លូវដែលគេកំពុងតែឈូសហ្នឹងគ្រាន់តែថាវាហុយអ្នកនេះទីមួយហុយហើយផ្លូវវាបែកវាអសោះថាឡានធំបើកទៅវាទៅសោះសត្វដីខ្សាច់ហើយមួយទៀតវាអត់មានដើមឈើទេវាបើតែយើងឈូសទៅវាស្លាស់អញ្ចឹងហើយយើងក្តៅណាស់អញ្ចឹងក៏សម្រាប់ចិត្តឡើងតាមផ្លូវថ្មីនេះសាកមើលប៉ុន្តែនៅពេលចុះមកវិញខ្ញុំចុះតាមផ្លូវចាស់នេះផ្លូវដែលគេឈូសហ្នឹងដោយសារចង់ដឹងស្ថានភាពរបស់វាយ៉ាងម៉េចអញ្ចឹងក៏ព្យាយាមដើរទាំងពីរផ្លូវទៅហើយចុះមកវិញគឺដួលចងាប់ចងើដោយសារអីវ៉ាន់ច្រើនហើយវាល្អិលផ្លូវមិនល្អិលដោយសារទឹកសាផុកទេវាល្អិលដោយសារវាបែកដីវាទៅសុះនៅលើថ្មអញ្ចឹងទៅក៏ល្អិលខ្លាំងមែនទែនហើយនៅមួយក៏ចង់ដឹងថាផ្លូវហ្នឹងយើងអាចជិះម៉ូតូឡើងកើតអត់ចឹងតែតាមការពិតសម្រាប់ម៉ូតូគឺយើងឡើងមករួចដែរតែវារៀងលំបាកបន្តិចមិនស្រួលប៉ុន្តែយើងអាចឡើងរួចបើយល់ល្អអ្នកជិះម៉ូតូលេខក៏ព្យាយាមឡើងទៅរៀងលំបាកបន្តិចប៉ុន្តែចុះមកវិញក៏រៀងធូរជើងខ្លះដែរប៉ុន្តែពឹងតែប្រាំងបន្តិចហ្នឹងឥឡូវនេះយើងមកដល់តង់ទីប្រហែលទី2ណានេះគួយលេខសិនគឺគ្រប់កន្លែងដែលមកតង់ហ្នឹងគឺមានតងមានដាក់ឲ្យយើងអង្គុយយើងទាំងអស់ណាគ្នាហើយសម្រាប់អ្នកដើរថ្មើរជើងណាបើសិនជាមានកម្រងមកត្រូវត្រៀមលក្ខណៈផងទី1អីវ៉ាន់កុំយកមកច្រើនពេកអ្នកគ្នាយកតែរបស់ណាសំខាន់ដែលយើងអាចថាត្រូវការប្រើអញ្ចឹងណាហើយបើត្រូវយកមកច្រើនក៏ផ្ញើខាងសហគមន៍ទៅគឺគាត់មានអ្នកផ្ញើគាត់មានម៉ូតូសម្រាប់គាត់ឡើងអញ្ចឹងប៉ុន្តែគេគិតជាគីឡូណា1គីឡូដូចជា$1ហើយស្បែកជើងក៏ត្រូវពាក់បិជើងប៉ាតាអីមកដែលមានកាឡាគ្រប់គ្រាន់ក្រាស់អីមកហើយខ្ញុំនេះគឺថ្មីទេអត់មានកម្រងអញ្ចឹងហើយពាក់អាស្បែកជើងជ័រធម្មតានោះល្អិលខ្លាំងមែនទែនពិបាកនិយាយរួមទៅគឺឡើងមួយជើងនេះគឺទ្រាំខ្លួនដោយសារយើងអត់ដឹងមុនណាព្រោះវាជាលើកទី1អត់ដឹងថាស្ថានភាពវាមិនផ្លូវវាមិនអីមិនអញ្ចឹងចប់ពីហ្នឹងទេគឺខ្ញុំអត់បានថតនៅការធ្វើដំណើរទីទេដោយសារខ្ញុំហត់មែនទែនហើយអញ្ចឹងក៏សូមកាត់ទៅពេលដែលយើងឡើងទៅដល់តែម្ដងអូខេឥឡូវយើងឡើងមកដល់ហើយនេះទេសភាពថតពីចម្ងាយសិនហើយរៀបចំចងរឹងចង shelter អីដើម្បីសម្រាប់អ្នកគ្នាឥឡូវនេះគឺត្រជាក់ខ្លាំងមែនទែននៅក្នុងផ្សារនៃខែមករានេះត្រូវថ្ងៃទី11ហើយខែមករានេះជារដូវត្រជាក់អាចថាខែល្ងានិយាយទៅគឺត្រជាក់ខ្លាំងមែនទែនអត់មានខ្យល់ទេតែចំហាយត្រជាក់ខ្លាំងមែនទែនហើយខ្ញុំអត់បានដាក់តង់មកទេខ្ញុំចូលចិត្តរឹងអញ្ចឹងចងរឹងនេះគ្រាន់តែប្រក់ shelter នេះទៅលើមកខ្ញុំចូលចិត្តអញ្ចឹងប៉ុន្តែមិនដឹងថាស្ថានភាពនៅនឹងវាមិនឥឡូវ
អាចនឹងតិចខ្លាំងនឹងមិនទេនេះយប់នឹងមិនដឹងមិនចាំមើលសិនតែយ៉ាងណាក៏គ្មានជំរឿសដែរតែទូតិចយ៉ាងណាក៏នៅតែទ្រាំដែរអញ្ចឹងនេះជាទេសភាពខ្លះអ្នកគ្នានៅពេលល្ងាចដោយសារខ្ញុំឡើងមកគឺចំណាយពេលច្រើននឹងល្ងាចបាត់ហើយថ្ងៃឡើងចង់លិចបាត់ហើយអញ្ចឹងគឺអត់ទាន់បានថតអីច្រើនទេរៀបចំទៅរកកន្លែងងូតទឹកហើយថងកាទៀវហូបព្រោះយើងអត់ដាំបាយទេជិលលើកអីមកអត់បានច្រើនបាក់យកអង្គយកឆ្នាំងមកច្រើនអញ្ចឹងមានរបស់ក្រៀមគឺលឿនខ្លាំងមែនទេអានេះបន្ទប់ទឹកអ្នកគ្នាឃើញអញ្ចឹងមានផ្កាឈូកមានបន្ទប់ទឹកស្ទើរចុចទេណាមិនលេងសើចណាយើងហូបអីមិនទីសិនហើយអង្គឆ្លៀតពេលឡើងទៅលើបន្តិចទៅខ្នងសំពៅដើម្បីថតមិនបន្តិចទៅព្រោះពេលព្រឹកគឺយើងនាំគ្នាក្រោកពីព្រលឹមឡើងទៅកពូលក្នុងផ្សារហើយអានេះក៏វាក្នុងផ្សារដែរប៉ុន្តែគាត់ថាវាក្នុងលើហ្នឹងគឺមាន3ទៀតអ្នកនេះយើងអត់ស្គាល់ទេហើយអានេះគឺក្នុងសំពៅអ្នកនេះក្នុងសំពៅនៅពេលល្ងាចអូខេអ្នកគ្នាអញ្ចឹងនេះជាកំពូលភ្នំខ្នងសំពៅណាមានទងជាតិបក់ល្វិចទំនងខ្លាំងមែនតើហើយអញ្ចឹងមិនក៏ចាប់ផ្ដើមវាល្ងាចហើយដែរខ្ញុំក៏សម្រាប់ហើយនឹងវីដេអូបន្តពីនេះគឺកាត់ទៅពេលព្រឹកដែលយើងក្រោកទៅខ្នងផ្សារតែម្ដងអូខេអ្នកគ្នាឥឡូវយើងកាត់មកដល់ពេលព្រឹកហើយអញ្ចឹងយើងធ្វើដំណើរឡើងមកខ្នងផ្សារមកតង់ទៀតវាមានខ្នងសំពៅហើយមកទួលទៀតនោះអត់ស្គាល់ទេហើយយើងដើរកាត់ទួលមួយហ្នឹងកាត់មកខ្នងផ្សារគេហៅខ្នងផ្សារក្នុងការដើរនេះគឺអត់ចិត្តបានទេអ្នកគ្នាឆ្ងាយណាស់ដែរណាចង់ឲ្យយើងហត់មកពីក្រោមហើយដើរឡើងមកលើនេះទៀតក៏អាយយហត់ខ្លាំងហើយយើងក្រោកពីដេកម៉ោង5កន្លះដើម្បីងើបមកនឹងតិចញាត់ឲ្យញ័រជើងពេលខំប្រឹងដើរមកមានណាលេងតិចលេងអីណាបាច់ញើសជោគលេងតិចទៀតហើយទូតិចមិនក៏នៅតែបាច់ញើសទេដោយសារតែដើររហូតឡើងភ្នំផងអីផងតែមិនជាបញ្ហាទេហត់បន្តិចមែនប៉ុន្តែឡើងមកដល់ខាងលើនេះគឺរងចាំមើលថ្ងៃរះអ្នកនេះមិនខកបំណងទេនេះគឺស្អាតខ្លាំងមែនទែនមិនដឹងថាហេតុអីដោយសារប្រហែលជាយើងនៅខ្ពស់ពេកអញ្ចឹងបានយើងស្មើនឹងពពកដែលនៅឆ្ងាយអញ្ចឹងនៅពេលដែលថ្ងៃរះមកគឺវាចាំងគ្នាជាមួយនឹងពពកហ្នឹងគឺពណ៌ក្រហមឆ្អិនឆ្អៅបែបនេះដូចដែលអ្នកនរឃើញអញ្ចឹងអូស្រស់ស្រាយខ្លាំងហើយត្រូវថ្ងៃនេះគឺមិនសូវមានមនុស្សផងស្ងាត់អញ្ចឹងហើយទេសភាពស្រស់ស្រាយអញ្ចឹងទៀតគឺអារម្មណ៍ល្អពិបាកបរិយាយណាអញ្ចឹងអ្នកគ្នាបើសិនជាមានពេលទំនេរឬក៏ចង់មកលេងអាចសាកបានអ្នកគ្នាចំណាយពេលឡើងមកវាគួរសមដែរយូរអាចថាហត់នឿយបន្តិចតែមិនអីទេបើសិនជាយើងឡើងមកដល់ហើយគឺដឹងតែស្រស់ស្រាយហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាអរគុណសម្រាប់ការទស្សនាវីដេអូ